គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post មក Washington Post បានរាយការណ៍ឲ្យដឹងថាគឺសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ឥឡូវនេះគឺបាញ់ដាក់គ្នាទៅវិញទៅមកហើយដោយសេចក្តីរាយការណ៍កាលពីព្រឹកមិញបានបង្ហាញថាសហរដ្ឋអាមេរិកបានវាប្រហារទៅលើគោលដៅយោធារបស់ប្រទេសអ៊ីរ៉ង់ដែលមានកន្លែងឃ្លាំងស្តុកមីស៊ីលសំកាំង cruise missile ហើយនឹងជើងទម្រសម្រាប់បាញ់ផងដែរប៉ុន្តែឥឡូវនេះសេចក្តីរាយការណ៍នេះបានឲ្យដឹងថាខាងអ៊ីរ៉ង់បាទក៏បានវាយប្រហារតបតទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកផងដែរបាទគឺមានការវាយប្រហារទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសគូវ៉ែតនៅបារ៉ែនហើយនិងយ៉ូដានីបាទគឺសម្ដៅទៅបណ្ដាប្រទេសទាំងអស់នោះគឺធ្វើឲ្យប្រទេសនោះមានការខឹងសម្បារផងដែរបាទហើយនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ដែលបានបញ្ជាក់នៅថ្ងៃពុធនេះបានបញ្ជាក់ឲ្យដឹងបាទលោកបានបញ្ជាក់ថាការវាយប្រហារនេះគឺជាការឆ្លើយតបផងដែរហើយទាហានរបស់អ៊ីរ៉ង់នឹងឆ្លើយតបដោយកម្លាំងពេញលេញតែម្ដងនិងកម្លាំងខ្លាំងក្លាចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិកហើយក៏ទាហានរបស់អ៊ីរ៉ង់នេះក៏ត្រៀមលក្ខណៈផងដែរនៅក្នុងការពារគ្រប់មីលីម៉ែត្រនៃទឹកដីរបស់ប្រទេសអ៊ីរ៉ង់បាទគឺជាសេចក្តីរាយការណ៍របស់សហព័ត៌មាន Task Purpose បានបញ្ជាក់ឲ្យដឹងថាខាងយោធារបស់សហរដ្ឋអាមេរិកបាទឥឡូវនេះគឺបានចុះ MOU អនុសារណៈស្តីពីការយោគយល់ជាមួយនឹងប្រទេសម៉ារ៉ុកដើម្បីបង្កើតនៅគេហៅថា Drone Academy បាទ Academy នឹងពេលខ្លះយើងបកប្រែថាជាបណ្ឌិតសភាក៏បានឬក៏ក្នុងនេះគឺមិនដល់កម្រិតនឹងទេហៅថាជាសាលាបង្រៀន drone តែម្ដងដល់យោធាហើយនិងកងសន្តិសុខរបស់ប្រទេសម៉ារ៉ុកដើម្បីធ្វើសកម្មភាពប្រឆាំងនឹងភេរវកម្មដោយសារតែសហរដ្ឋអាមេរិកគាត់ផ្លាស់ប្ដូរយុទ្ធសាស្ត្រនៅក្នុងតំបន់នោះដោយគាត់ដកកម្លាំងចេញពីប្រទេសម៉ារ៉ុកនៅតំបន់អាហ្វ្រិកណាបាទក៏ប៉ុន្តែស្ថានភាពនៅដដែលគឺតាក់ទងជាមួយនឹងការវាយប្រហារទៅលើក្រមភេរវកម្មប្រឆាំងនឹងភេរវកម្មដូច្នេះដើម្បីឲ្យមានតុល្យភាពជួយដល់ទាហានរបស់ម៉ារ៉ុកនោះគឺសហរដ្ឋអាមេរិកបង្កើតនៅសាលាបង្រៀន drone បាទអញ្ចឹងគឺជាបច្ចេកវិទ្យាមួយដែលខាងប្រទេសមួយចំនួនកំពុងតែប្រើប្រាស់ជាពិសេសនៅក្នុងអំឡុងពេលសង្គ្រាមដោយដែលយើងបានឃើញនៅក្នុងសង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីហើយនឹងខាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកជាដើមនោះបាទអញ្ចឹងនៅតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគេថាមជ្ឈមណ្ឌលបាទបទពិសោធន៍និងវឹកវើមជ្ឈមណ្ឌលពិសោធន៍និងវឹកវើពហុជំនាញនៅអាហ្វ្រិកនេះគឺមានគម្រោងនឹងធ្វើឲ្យបានដំណើរការនៅឆ្នាំ2030អញ្ចឹងគឺបានន័យថា4ឆ្នាំទៀតជាពេលដែលគេត្រូវពង្រីកសាលាហើយនឹងកម្មវិធីដើម្បីបង្រៀន drone បាទអញ្ចឹងខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដើម្បីឲ្យដឹងថា drone គឺជាអាវុធថ្មីនៅក្នុងសង្គ្រាមដែលកើតមានឡើងហើយបណ្ដាប្រទេសមួយចំនួនគឺវិនិយោគយ៉ាងច្រើនទៅលើអាវុធ drone នេះមកបាទគឺពាក់ព័ន្ធជាមួយនឹងការដកតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អ៊ុយក្រែននេះបាទចេញពីតំណែងឥឡូវនេះគឺនៅថ្ងៃនេះគឺមានការតវ៉ាច្រើនណាបាទមានការតវ៉ាច្រើនគឺជាការតវ៉ាតាមផ្លូវដែលកម្រមានជាសាធារណៈខាងមានយូរហើយដោយសារតែការដករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែនចេញគឺលោកមីខៃឡូហ្វេដរ៉ូបាទគឺនេះរូបនេះបាទគាត់នៅក្មេងអាយុទៅតែ35ឆ្នាំហើយមកកាន់ការងារជារដ្ឋមន្ត្រីក្រសួងការពារជាតិហើយពេលចុងក្រោយនេះគឺគាត់អនុវត្តបានជោគជ័យនៅការប្រើប្រាស់ drone វាប្រហារទៅលើគោលដៅនានារបស់រុស្ស៊ីមានទាំងប្រេងមានទាំងផ្លូវសម្រាប់ភ្ជាប់ទៅនឹងតំបន់សំខាន់របស់អ៊ុយក្រែនដែលរុស្ស៊ីប្រើប្រាស់ជាបណ្ដាញតភ្ជាប់ផ្គត់ផ្គង់សម្ភារៈយោធានោះបាទគឺបានទប់ស្កាត់បានច្រើនឥឡូវសាប់តែមានរឿងរ៉ាវយ៉ាងណាសាប់តែដកលោកចេញពីតំណែងបើតាមសេចក្តីរាយការណ៍គឺដោយសារតែលោកមានការមិនយល់ស្របគ្នាជាមួយនឹងអគ្គមេបញ្ជាការគឺលោក Alexander Sikorsky បាទអំពីវិធានការនៅក្នុងការបង្ក្រាបការវាយប្រហារទៅលើតបទៅលើរុស្ស៊ីវិញហ្នឹងបាទគឺការដកលោកហ្នឹងគឺនាំឲ្យមានខាងប្រចាំប្រទេសហ្នឹងក៏មានការតវ៉ាផងដែរដោយសារតែគេយល់ថាលោកបានធ្វើការងារល្អ
ហើយទើបតែកាន់ការងារនោះបាន6ខែទេប៉ុន្តែលោកបានអនុវត្តការងារនឹងជោគជ័យច្រើនដោយរួមមានទាំងក្រៅតែពីការប្រើ drone សម្រាប់វាប្រហារទៅលើរុស្ស៊ីដោយបានជោគជ័យនោះគឺគាត់យកចិត្តទុកដាក់ទៅលើបញ្ហាប្រាក់ខែប្រាក់បៀវត្សរបស់ខាងយោធាបានទៀងទាត់បានច្រើនហើយទាហានដែលឈរជួរមុខនោះគឺក៏មានការរទេគ្នាផ្លាស់ប្ដូរគ្នាឲ្យបានសម្រាប់ហើយក៏ដូរទៅវិញទៅមកផងដែរមិនឲ្យគ្នានៅត្រាំត្រែងនៅកន្លែងនោះអញ្ចឹងលោកទទួលបានការស្រឡាញ់ពីមហាជនហើយនឹងក៏មានការគោរពពីខាងដៃគូប្រចាំប្រទេសផងដែរពួកគេបានគម្រាមកំហែងថាអាចនឹងមានបញ្ហាកើតឡើងដែរប្រសិនបើដកលោកទៅអញ្ចឹងដូច្នេះគឺនៅក្នុងសង្គ្រាមដែលរុស្ស៊ីចូលឈានពាននៅលើអ៊ុយក្រែននេះតាំងពីចូលឈានពានឆ្នាំ2022មកគឺបើសិនជាគេទៅដកលោក Federal នោះទៀតគឺទី5ហើយបាទទី5ហើយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិទៅបានដកចេញជាបណ្ដានោះបាទអញ្ចឹងតើមានដំណោះស្រាយយ៉ាងម៉េចប៉ុន្តែលោក Zelensky លោកបានបញ្ជាក់ថាគឺមិនឲ្យលោក Federal នឹងទៅណាឆ្ងាយទេបាទលោកបានទទួលស្គាល់ថាមានការតវ៉ាអញ្ចឹងកើតមានឡើងក៏ប៉ុន្តែលោកថាលោកមានជំនឿជឿជាក់ថាគឺលោក Federal នោះគឺនឹងនៅតែធ្វើការនៅក្នុងក្រុមការងាររបស់លោកដដែលទេគឺមិនអាចទៅណាទេបាទឥឡូវនេះគឺឥឡូវកំពុងតែពិភាក្សាគ្នាថាតើដំណើរការដំណោះស្រាយនឹងធ្វើយ៉ាងណាតាក់ទងជាមួយនឹងអនាគតការងាររបស់លោក Federal នេះបាទនេះគឺជាព្រឹត្តិការណ៍វិវត្តនៅក្នុងប្រទេសអ៊ុយក្រែនដែលគេចាត់ទុកថាកម្រមានការតវ៉ាបែបនេះណានៅតាមផ្លូវសាធារណៈចាប់តែមានរដ្ឋមន្ត្រីក្រសួងការពារជាតិវ័យក្មេងអញ្ចឹងគឺល្អដែរណាបាទហើយសូមជូនបច្ចុប្បន្នភាពបន្តិចពីខាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់បាទបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera ឲ្យដឹងថាសហរដ្ឋអាមេរិកគឺឥឡូវនេះបានបន្តការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ដោយវាយប្រហារចំគោលដៅបន្ថែមទៀតចូលទៅក្នុងប្រទេសអ៊ីរ៉ង់គឺទៅតំបន់ភាគខាងជើងបាទកាន់តែចូលជ្រៅគៀកទៅដល់រដ្ឋធានីតេហឺរ៉ង់របស់អ៊ីរ៉ង់ហើយបាទដែលជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកមិនបានវាយប្រហារទៅដល់គៀករដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់នោះទេប៉ុន្តែឥឡូវនេះនៅថ្ងៃប្រហោះនេះគឺវាយទម្លាក់គ្រាប់បែកនេះគឺកាន់តែគៀកទៅទីក្រុងតេហឺរ៉ង់ហើយបើយោងតាមការបញ្ជាក់របស់ខាងយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកនោះបាទ CENTCOM បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃប្រហោះនេះថាគឺខាងយោធារបស់សហរដ្ឋអាមេរិកនោះបានវាយប្រហារចំគោលដៅយោធាជាច្រើនបាទដែលធ្វើយ៉ាងណាធ្វើឲ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់នឹងចុះខ្សោយមិនអាចនឹងគម្រាមកំហែងទៅដល់នាវាដែលបើកឆ្លងកាត់ជានាវាស៊ីវិលដែលបើកឆ្លងកាត់ច្រកសមុទ្រហូមូសបានទេបាទហើយគឺទន្ទឹមនឹងនោះខាងសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ផងដែរថាខ្លួនបានបាញ់ចំនាវាដឹកប្រេងមួយធ្វើឲ្យនាវាហ្នឹងគឺมันអាចដំណើរការបាននៅពេលដែលនាវានឹងព្យាយាមបើកឆ្លងកាត់ច្រកសមុទ្រហូមូសនោះហើយបើតាមការចងក្រងរបស់ Al Jazeera បានឲ្យដឹងថាយ៉ាងហោចណាស់គឺមកដល់ពេលនេះមានមនុស្សចំនួន35នាក់ហើយត្រូវបានសម្លាប់ហើយនឹងជាង300នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារដែលសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការតាំងពីថ្ងៃពុធមកហើយបានធ្វើឲ្យមនុស្សស្លាប់ហើយទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺខិតខំព្យាយាមយ៉ាងណាបាទគ្រប់គ្រងតំបន់ច្រកសមុទ្រហូមូសពីព្រោះវាជាច្រកសំខាន់ហើយសហរដ្ឋអាមេរិកនេះក៏បាននិយាយថាការវាយប្រហារដែលខ្លួនធ្វើនៅពេលនេះជាការសងសឹកទៅនឹងប្រទេសអ៊ីរ៉ង់ដែលបានវាយប្រហារចំនាវាដឹកទំនិញចំនួន3គ្រឿងបាទដែលបានបើកឆ្លងកាត់ច្រកហូមូសបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នានេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាគឺជាសេចក្តីរាយការណ៍របស់កាសែត The New York សំទោស Washington Post បាទ Washington Post បានរាយការណ៍ឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកបានវាយប្រហារចំទៅលើស្ពានហើយនឹងហេដ្ឋារចនាសម្ព័ន្ធធម្មពលក៏ដូចជាកំពង់ផែផងដែរដែលនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់គឺការវាយប្រហារនេះកើតឡើងកាលពីយប់ថ្ងៃសុក្រនេះបាទយប់ថ្ងៃសុក្របាទមុននេះបន្តិចគឺឥឡូវនេះនៅកម្ពុជាយប់ថ្ងៃសុក្រដែរអញ្ចឹងអ៊ីរ៉ង់នោះគឺមុនកម្ពុជាទេគឺយប់ថ្ងៃសុក្រនោះឯងតែម្ដងនេះបើយោងតាមបណ្ដាញសារព័ត៌មានរបស់អ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងហើយព្រោះពេលជាមួយគ្នានោះដែរគឺខាងអាជ្ញាធរគុយវ៉ែតវិញក៏បាននិយាយថាអ៊ីរ៉ង់នោះក៏បានវាយប្រហារចំរោងចក្រចម្រាញ់ទឹកសុទ្ធរបស់ពួកគាត់ផងដែរបាទដើម្បីធ្វើបាបទៅដល់ប្រទេសគុយវ៉ែតនោះគឺមិនមែនជាគោលដៅយោធារបស់សហរដ្ឋអាមេរិកដោយដែលអ៊ីរ៉ង់បានអះអាងនោះទេគឺគុយវ៉ែតថាចំកន្លែងបន្សុទ្ធទឹកចម្រាញ់ទឹកសុទ្ធរបស់គាត់នោះហើយការវាយប្រហារនោះគឺ
កើតមានឡើងក្រោយពីមានការព្រមានជាបន្តបន្ទាប់ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំហើយនឹងមន្ត្រីដល់មន្ត្រីរបស់អ៊ីរ៉ង់បាទដែលតែដោយសារតែការចរចាគ្នាដើម្បីឲ្យមានអនុសារណៈស្ដីពីការយោគយល់នោះមានបញ្ហាដែលនៅជាប់គាំងបាទគឺតកតងជាមួយនឹងការគ្រប់គ្រងទៅលើច្រកហូមូសនោះបាទច្រកហូមូសនោះគឺជាច្រកសំខាន់នៅក្នុងការធ្វើចរាចរណ៍ប្រេងសម្រាប់គ្រប់គ្រងទៅដល់ពិភពលោកបាទហើយច្រើនផងដែរប៉ុន្តែនៅតែមិនបានឯកភាពគ្នាអញ្ចឹងហើយឥឡូវនេះឈានទៅដល់មកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកក៏ប៉ុន្តែមិនទាន់ដល់កម្រិតសង្គ្រាមពេញទំហឹងនោះទេបាទដោយឡែកខាងយុទ្ធភូមិភាគកណ្ដាលបាទគឺគណៈមេបញ្ជាការភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងផងដែរថាគឺខ្លួនបានបញ្ចប់គឺបានន័យថាបញ្ចប់នៅការវាយប្រហារជុំទី6យប់ទី6ជាប់គ្នានេះទៅលើគោលដៅរបស់អ៊ីរ៉ង់បាទអញ្ចឹងឥឡូវគឺបានន័យថា6ថ្ងៃជាប់គ្នាហើយបានការវាយប្រហារជាប់គ្នាទៅលើគោលដៅយោធារបស់អ៊ីរ៉ង់ហើយនឹងកន្លែងប្រព័ន្ធដែលតាមឃ្លាំមើលតាមសមុទ្ររបស់អ៊ីរ៉ង់ក៏ដូចជាប្រព័ន្ធការពារហើយនឹងកន្លែងឃ្លាំងអាវុធនានារបស់អ៊ីរ៉ង់ផងដែរក៏ដូចជាកន្លែងអគារដែលធ្វើសកម្មភាពតាមសមុទ្របាទនេះបើតាមការបញ្ជាក់របស់បញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកដែលបានបញ្ជាក់តាមបណ្ដាញសង្គម X បាទហើយការវាយប្រហារនេះគឺជាបើតាមគេមើលទៅគឺទំនងជាការពង្រីកបន្ថែមទៀតហើយទំហំនៃការវាយប្រហារហ្នឹងក្រោយពីមានការវាយគម្រាមកំហែងជាបន្តបន្ទាប់ទាំងភាគីទាំងសងខាងតែម្ដងដោយឡែកអ៊ីរ៉ង់វិញគឺបានបញ្ជាក់តាមបណ្ដាញឃោសនារបស់ខ្លួនហ្នឹងឲ្យនិយាយថាស្ពានជាច្រើននៅក្នុងតំបន់ភាគខាងត្បូងបាទខេត្តភាគខាងត្បូងហ្នឹងគឺបានរងការវាយប្រហារចំហើយនឹងចំរោងចក្រធម្មពលផងដែរនេះបើយោងតាមបាទរដ្ឋមន្ត្រីក្រសួងធម្មពលរបស់អ៊ីរ៉ង់បានបញ្ជាក់ឲ្យសារព័ត៌មានបានដឹងសូមជូនបច្ចុប្បន្នភាពបន្តិចគឺពីខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាទ CENTCOM បានឲ្យដឹងនៅថ្ងៃទី17ខែកក្កដាថាមានសមាជិកយោធារបស់សហរដ្ឋអាមេរិកបាទកាលពីថ្ងៃទី17ណាបាទកាលពីថ្ងៃទី17ហ្នឹងគឺមានសមាជិកយោធារបស់សហរដ្ឋអាមេរិកចំនួន2រូបដែលឈរជើងនៅប្រទេសយ៉ូដានីត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបាទខណៈដែលបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកនិងកងកម្លាំងដៃគូបាទកំពុងតែការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលផ្លោងនិង drone របស់អ៊ីរ៉ង់បាទហើយក្នុងពេលជាមួយគ្នានេះដែរគឺមានបាទសមាជិកយោធារបស់សហរដ្ឋអាមេរិកចំនួន1រូបទៀតកំពុងតែបាត់ខ្លួននៅឡើយរកមិនទាន់ឃើញទេបាទហើយមានអ្នករបួសហ្នឹងគឺយោធារបួសហ្នឹងចំនួនទាហានដែលរបួសហ្នឹងគឺចំនួនរហូតដល់4នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាទក៏ប៉ុន្តែគឺអ្នកទាំងអស់នោះត្រូវបានគេពិនិត្យទៅគឺมันមានអ្វីធំដុំធ្ងន់ធ្ងរទេក៏បានអនុញ្ញាតឲ្យបាទចេញពីមន្ទីរពេទ្យមកវិញហើយទៅបំពេញការងារដោយធម្មតាឡើងវិញមកដល់ពេលនេះគឺមិនទាន់ដឹងអត្តសញ្ញាណនៃអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងពីររូបនោះទេដោយសារនេះវាជាវិន័យរបស់ទាហានបាទក្របច្បាប់របស់ទាហានគឺតើតែគេជូនដំណឹងបាទទៅដល់សមាជិកក្រុមគ្រួសារសិនបាទទើបបញ្ចេញព័ត៌មាននេះជាសាធារណៈបាទគឺបានន័យថា24ម៉ោងណា24ម៉ោងដល់សាច់ញាតិនឹងគាត់ដឹងអស់សិនណាបានអាចនឹងបញ្ចេញឈ្មោះជាសាធារណៈបានដឹងបាទដូច្នេះបើតាមការឲ្យដឹងនេះគឺក្រៅពីមានអ្នករបួសនឹងពលីនៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នេះយន្តហោះគេថាយន្តហោះដែលមានទាំងអ្នកបញ្ជានិងគ្មានអ្នកបញ្ជាបាទមានអ្នកបើកនិងមិនមានអ្នកបើកនោះបាទគឺរបៀបជា drone ក៏ត្រូវបានរងការវាយប្រហារផងដែររងការចំបាទត្រូវចំផងដែរនេះបើតាមអ្នកដែលបានដឹងអំពីព័ត៌មាននេះបានប្រាប់សារព័ត៌មាន The Wall Street Journal បានឲ្យដឹងអញ្ចឹងឥឡូវនេះគឺទៅតាមសេចក្តីរាយការណ៍គឺមរណភាពរបស់ឬក៏ការពលីជីវិតរបស់ទាហានអាមេរិកនេះគឺជាលើកដំបូងហើយបាទចាប់តាំងតែពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបាទបទឈប់បាញ់គ្នាកាលពីដើមខែមេសាជាមួយនៅប្រទេសអ៊ីរ៉ង់បាទហើយដូច្នេះនេះគឺជាការមួយសាកល្បងនៅការអត់ធ្មត់របស់លោកប្រធានាធិបតី Donald Trump ផងដែរថាតើនឹងទៅបង្កើននៅកម្ដៅនេះបន្តទៀតឬយ៉ាងណាពីព្រោះលោកបាននិយាយថាក្នុងពេលកន្លងមកនេះលោកបាននិយាយថាប្រសិនបើមានបាទយោធារបស់សហរដ្ឋអាមេរិកណាទៅបានសម្លាប់ឬក៏គឺសហរដ្ឋអាមេរិកនឹងហក់ទៅធ្វើសង្គ្រាមឡើងវិញបាទ
ដល់ឡែកលោករដ្ឋមន្ត្រីក្រសួងការពិជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះដែរថាការបាត់បង់ជីវិតយោធារបស់សហរដ្ឋអាមេរិកនេះបាទគឺជាការមួយពង្រឹងនៅសមត្ថភាពរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើងបន្ថែមទៀតបាទក្នុងពេលជាមួយគ្នានោះដែរគឺអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកទាំងមកពីខាងគណៈបកប្រជាធិបតេយ្យគណៈបកសាធារណរដ្ឋគឺបានចេញសារចូលរួមមរណទុក្ខនៅការបាត់បង់ជីវិតរបស់យោធារបស់សហរដ្ឋអាមេរិកនេះហើយខាងគណៈបកប្រជាធិបតេយ្យវិញបានស្នើគឺអ្នកស្រី Jen Shahid បាទដែលជាសមាជិកប្រសិទ្ធិមកពីរដ្ឋ New Hampshire បាទដែលជាសមាជិកប្រសិទ្ធិនៃគណៈបកប្រជាធិបតេយ្យជាន់ខ្ពស់ជាងគេបំផុតហើយនៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសនៅខាងប្រសិទ្ធិបាននិយាយថាលោកប្រធានាធិបតីគួរតែស្វែងរកវិធីយ៉ាងណាដើម្បីបាទបញ្ចប់សង្គ្រាមដ៏គ្រោះថ្នាក់បែបនេះបាទការវាយប្រហាររបស់អ៊ីរ៉ង់នេះគឺចំទៅលើកន្លែងមូលដ្ឋានយោធា Muwafaq Salti បាទមូលដ្ឋានយោធានៅប្រទេសយូរដានីបាទដែលជាកន្លែងដែលខាងសហរដ្ឋអាមេរិកបើកប្រតិបត្តិការហើយដែលត្រូវបានគេដឹងថាគឺយន្តហោះរបស់សហរដ្ឋអាមេរិកក៏ចេញសម្រាប់ធ្វើប្រតិបត្តិការទៅវាប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះគឺចេញពីទីនោះផងដែរបាទហើយតាមព័ត៌មានមួយចំនួនបានដឹងថាសហរដ្ឋអាមេរិកឥឡូវនេះគឺបានចាត់វិធានការវាយប្រហារសងសឹកទៅលើទីតាំងយោធារបស់ប្រទេសអ៊ីរ៉ង់មួយចំនួនផងដែរបាទមកដល់ម៉ោងដែលខ្ញុំកំពុងតែផ្សាយនេះគឺជាសេចក្តីរាយការណ៍របស់ The Wall Street Journal បន្ថែមទៀតគឺអំពីការខិតខំប្រឹងប្រែងរបស់ប្រទេសទូគីបាននៅក្នុងការបញ្ចេញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបាទជាធ្នូដើម្បីទិញយន្តហោះចម្បាំងប្រភេទ F-35 របស់សហរដ្ឋអាមេរិកវិញបាទដូច្នេះខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាឲ្យបានដឹងអំពីលក្ខខណ្ឌមួយចំនួននៃការលក់អាវុធនឹងតើវាមានលក្ខខណ្ឌមានការធានាម៉េចបាទមានការដោះដូរយ៉ាងម៉េចបាទច្បាប់គេនឹងតើយ៉ាងម៉េចអញ្ចឹងជាចំណេះដឹងបន្ថែមទៀតបើយោងតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថាគឺប្រទេសទូគីឥឡូវនេះកំពុងតែចរចាដើម្បីផ្ទេរប្រព័ន្ធការពារដែនអាកាសដែលទំនើបដែលផលិតនៅប្រទេសរុស្ស៊ីប្រភេទ S-400 នោះទៅឲ្យប្រទេសអារ៉ាប់រួមបាទប្រទេសអារ៉ាប់រួមដោយសង្ឃឹមថាបើកាលណាលក់ប្រព័ន្ធការពារដែនអាកាសនេះចេញផុតទៅគឺអាចនឹងបើកផ្លូវឲ្យសហរដ្ឋអាមេរិកបាទលក់យន្តហោះប្រភេទ F-35 យន្តហោះចម្បាំងប្រភេទ F-35 ឲ្យទៅប្រទេសទូគីបាទនេះបើយោងតាមមន្ត្រីនៅក្នុងថ្នាក់តំបន់ដែលបានដឹងអំពីបញ្ហានេះបាននិយាយប្រាប់សារព័ត៌មាន The Wall Street Journal បាទអញ្ចឹងគឺមានលក្ខខណ្ឌគេអញ្ចឹងណាបាទគឺសហរដ្ឋអាមេរិកបាទបានដកប្រទេសទូគីចេញពីបញ្ជីហាមឃាត់ដែលមិនឲ្យទិញអាវុធរបស់សហរដ្ឋអាមេរិកបានបាទគឺជាពិសេសគឺយន្តហោះប្រភេទ F-35 នោះបាទគឺដែលតាំងពីឆ្នាំ2019មកបាទសំទោសម្ដងទៀតបាទសហរដ្ឋអាមេរិកបានដកប្រទេសទូគីចេញពីបញ្ជីដែលអាចនឹងទិញយន្តហោះ F-35 របស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ2019មកគឺបានន័យថាលែងឲ្យទិញតាំងពីឆ្នាំ2019មកដោយសារតែទូគីបានទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ីបាទអញ្ចឹងហើយគឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភថាប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 របស់រុស្ស៊ីនេះគឺវាអាចនឹងមានការប្រព័ន្ធពាក់ព័ន្ធគ្នាជាមួយនឹងយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកដែលអាចធ្វើឲ្យខាងទូគីនឹងគាត់ដឹងអំពីចំណុចខ្សោយនៃយន្តហោះចម្បាំងឬក៏យល់ដឹងអំពីប្រព័ន្ធការពាររបស់យន្តហោះចម្បាំង F-35 នោះហើយអាចលេចធ្លាយព័ត៌មាននឹងឬក៏ចែករំលែកព័ត៌មាននឹងទៅខាងប្រទេសរុស្ស៊ីវិញបាទដូច្នេះការព្រួយបារម្ភនឹងអាចថាទូគីនឹងចែករំលែកដោយខ្លួនឯងឬក៏នៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនឹងមានដាក់ប្រព័ន្ធអីនៅក្នុងហ្នឹងដែលអាចលួចបញ្ជូនទិន្នន័យឲ្យត្រឡប់ទៅវិញបានអញ្ចឹងណាបាទដូច្នេះឥឡូវនេះគឺទូគីកំពុងតែពិភាក្សាជាមួយនឹងប្រទេសអារ៉ាប់រួមបាទហើយកំពុងតែពិភាក្សាជាមួយនឹងប្រទេសអារ៉ាប់រួមដើម្បីបញ្ចេញ
ប្រព័ន្ធការពារដែនអាកាសនេះទៅឲ្យអារ៉ាប់រួមវិញក្រោយពីលោកប្រធានាធិបតី Donald Trump បានទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសទូគីកាលពីដើមខែនេះដែលពេលនោះចូលរួមក្នុងកិច្ចប្រជុំកម្ពុជារបស់ក្រុមបណ្ដាមេដឹកនាំប្រទេស NATO បាទដែលនៅទីនោះគឺបាទលោកប្រធានាធិបតី Donald Trump គឺមានគម្រោងថានឹងលើកលែងការហាមឃាត់នេះវិញហើយអញ្ចឹងពីឆ្នាំ2019មកគឺដាក់ក្នុងបញ្ជីហាមឃាត់ហើយបាទលែងឲ្យទិញឥឡូវនេះគឺនិយាយជាមួយនឹងទូគីថាបើសិនជាទូគីបញ្ចេញប្រព័ន្ធការពារដែនអាកាស S400 ហ្នឹងទៅបានគឺសហរដ្ឋអាមេរិកអាចនឹងពិចារណាលក់យន្តហោះចម្បាំង F35 ហ្នឹងឲ្យទៅប្រទេសទូគីបានបាទគឺលោកប្រធានាធិបតី Donald Trump គាត់ហាក់ដូចជាដូចថាដាក់ការទុកចិត្តទៅលើលោកប្រធានាធិបតីនៃប្រទេសទូគីគឺលោកRecep Tayyip Erdogan បាទដើម្បីជាដៃគូជួយគ្នានៅក្នុងភូមិសាស្ត្រនយោបាយក្នុងពេលដែលបាទសហរដ្ឋអាមេរិកកំពុងតែមានបញ្ហាសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាបាទហើយឥឡូវនេះគឺរុស្ស៊ីហ្នឹងក៏ជាប់ក្នុងសង្គ្រាមជាមួយនឹងប្រទេសអ៊ុយក្រែនផងដែរអញ្ចឹងដូចជាសហរដ្ឋអាមេរិកទៅចាប់ដៃគូជាមួយនឹងទូគីដោយសារទូគីហ្នឹងក៏ដូចជាមានទឹកមាត់ប្រៃដែរនៅក្នុងតំបន់នោះបាទអញ្ចឹងឥឡូវនេះគឺខាងប្រទេសអារ៉ាប់រួមវិញក៏កំពុងតែបាទខិតខំក្នុងពេលជាមួយគ្នាដែរគឺអារ៉ាប់រួមកំពុងតែខិតខំដើម្បីបង្កើននៅគេថាប្រព័ន្ធការពារដែនអាកាសរបស់គាត់ផងដែរបាទប្រព័ន្ធការពារដែនអាកាសផងដែរដោយសារតែមានការវាយប្រហារពីប្រទេសអ៊ីរ៉ង់អញ្ចឹងនេះជំនិះគាត់ត្រូវខិតខំប្រឹងប្រែងប៉ុន្តែគេមិនដឹងថាតើការដែលផ្ទេរនេះគឺវាងាយស្រួលយ៉ាងណាទេពីព្រោះអីបាទគឺខាងទូគីហ្នឹងត្រូវតែមានការអនុញ្ញាតពីរុស្ស៊ីដែរណារុស្ស៊ីថាតើពីព្រោះគេលក់ឲ្យទូគីឥឡូវចង់ទៅបញ្ចេញទៅអារ៉ាប់រួមបាទត្រូវទៅមានការអនុញ្ញាតពីរុស្ស៊ីដែរបាទពីព្រោះដូចតែគេលក់ឲ្យនៅហ្នឹងគឺនៅហ្នឹងមានសិទ្ធិប្រើបាទដល់ពេលខាងសហរដ្ឋអាមេរិកវិញបាទគឺគាត់ទៅខាងសភានោះទៅតែរងចាំការអនុម័តផងដែរបើសិនជានៅមានប្រព័ន្ធស្ទាក់ស្ទើរអញ្ចឹងគឺក៏ខាងសភានោះគឺក៏គេមិនអនុញ្ញាតដែរអញ្ចឹងដូច្នេះពេលមិនអាចយល់បានឃើញពីប្រព័ន្ធនៃការទិញអាវុធរបស់មហាអំណាចមួយនោះគឺមានលក្ខខណ្ឌច្រើនណាស់បាទលក្ខខណ្ឌច្រើនណាស់នៅក្នុងការប្រើបាទជាពិសេសគឺគេប្រើពាក្យថាយកទៅការពារជាតិបាទការពារជាតិគេមិនទិញដាក់ក្នុងកិច្ចសន្យាថាយកទៅឈ្លានពានគេទេបាទអញ្ចឹងរឿងហ្នឹងគឺដែលខ្ញុំយកមកចែករំលែកហ្នឹងដើម្បីឲ្យប្រិមិត្តពិចារណាពាក់ព័ន្ធរឿងស្តៀងរឿងដែលខាងភាគីថៃគាត់ទៅនិយាយជាមួយចិនហើយចិនគាត់ឆ្លើយមកវិញហ្នឹងគឺតាមកិច្ចសន្យាហ្នឹងអញ្ចឹងបាទតែបើយើងចូលឈ្លានពានប្រទេសគេមានសិទ្ធិប្រើបាទអញ្ចឹងដូច្នេះនេះគឺជាលក្ខណៈស្មុគស្មាញនៃការទិញយន្តហោះពីមហាអំណាចមិនមែនចេះតែមានលុយទៅទិញបានទេតើតាក្នុងបញ្ជីដែលគេអនុញ្ញាតឲ្យទិញទៀតបាទអញ្ចឹងគឺពីព្រោះគេខ្លាចប្រទេសមួយហ្នឹងយកទៅបើជាមិនមែនជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គេលួចបញ្ចេញព័ត៌មានអំពីបច្ចេកវិទ្យាយន្តហោះទាំងអស់នោះទៅឲ្យប្រទេសដែលជាបច្ចេកមិត្តរបស់សហរដ្ឋអាមេរិកបាទគឺជាព័ត៌មានជាឯកសារស្រាវជ្រាវអំពីតាក់ទិចយោធារបស់សហរដ្ឋអាមេរិកណាអញ្ចឹងខ្ញុំយកមកចែករំលែកប្រិមិត្តនៅពេលនេះដើម្បីជាចំណេះដឹងដើម្បីឲ្យប្រិមិត្តបានដឹងបាទបើយោងតាមការផ្សាយរបស់ខាង Popular Mechanics បានឲ្យដឹងថាគឺសហរដ្ឋអាមេរិកគឺកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកក្នុងពេលកន្លងមកគឺធ្លាប់ប្រើតាក់ទិចមួយបាទតាក់ទិចមួយគឺតាក់ទិចដឹកជញ្ជូនយន្តហោះចម្បាំងឆ្លងកាត់ពីលើប្រទេសអូទ្រីសបាទដោយខ្លែងបន្លំឯកសារកុហកខាងអូទ្រីសប៉ុន្តែអូទ្រីសចុះឡើងអូទ្រីសគាត់សង្ស័យគាត់បញ្ជូនយន្តហោះចម្បាំងរបស់គាត់នេះបាទយន្តហោះចម្បាំងរបស់គាត់ទៅឡើងហោះមើលថាតើរឿងហ្នឹងយ៉ាងម៉េចពីព្រោះអីដាក់មកសុំកាន់រឿងហ្នឹងរឿងហ្នឹងកើតឡើងតាំងពីឆ្នាំ2002ម៉េះបាទរឿង2002ថ្ងៃទី18ខែតុលាឆ្នាំ2002រឿងកន្លងមកហើយទេតែខ្ញុំយកមកចែករំលែកនេះជាឯកសារប្រវត្តិសាស្ត្រណាបាទដោយសារតែខាងសុំគឺសុំដឹកឲ្យឆ្លងកាត់ពេលដែលសហរដ្ឋអាមេរិកសុំទៅខាងប្រទេសអូទ្រីសនេះគឺសុំឲ្យឆ្លងកាត់យន្តហោះចាក់ប្រេងប្រភេទយន្តហោះគេថាដឹកទំនិញបាទទំនិញយោធាប្រភេទ DC-10 បាទ DC-10 ដើម្បីដឹកចេញពីមូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់បាទឆ្លងកាត់ប្រទេសអូទ្រីសពេលហ្នឹងគឺដាក់អញ្ចឹងទេក៏ប៉ុន្តែ
ស្រាប់តែព័ត៌មានអំពីការហោះហើរហ្នឹងវាដូរចុះដូរឡើងហើយស្រាប់តែមាននៅក្នុងវងហ្នឹងគឺមានយន្តហោះទៀតផ្សេងទៀតដែលអត់ចុះបញ្ជីហើយអត់មានសុំការអនុញ្ញាតពេលហ្នឹងគឺអូទ្រីសគាត់សង្ស័យបាទគាត់សង្ស័យគាត់បញ្ជូនយន្តហោះរបស់គាត់នេះឡើងទៅតាមមើលបាទយន្តហោះគាត់តាមទៅមើលដើម្បីយន្តហោះនេះគេហៅថា Draken យន្តហោះចម្បាំង Draken នោះពីរគ្រឿងហោះឡើងតាមមើលពេលដែលសហរដ្ឋអាមេរិកហោះកាត់លឿនហ្នឹងពីបន្ទាប់ពីទទួលបានការអនុញ្ញាតនោះបាទពេលឃើញយន្តហោះចម្បាំងរបស់ខាងអូទ្រីឡើងហ្នឹងគាត់បើកកិច្ចទៅបាទប៉ុន្តែយន្តហោះដឹកទំនិញហ្នឹងវាយឺតមិនអាចដឹកបើកលឿនគឺយន្តហោះចម្បាំងតាមទាន់ស្រាប់តែតាមទាន់ទៅគាត់ឃើញរូបភាពនេះបាទគឺក្រៅពីយន្តហោះដែលដឹកទំនិញហ្នឹងគឺមានអមនៅក្នុងហ្នឹងគឺដោយយន្តហោះចម្បាំងប្រភេទF117A បាទ Nighthawk បាទយន្តហោះបំបាំងកាយហោះកាត់ហ្នឹងចឹងខ្ញុំដាក់រូបនេះឲ្យមើលបន្តិចមកបាទគឺនេះយន្តហោះប្រភេទនេះដែលហោះយន្តហោះដឹកទំនិញហ្នឹងរហូតដល់2គ្រឿងឯណោះបាទ2គ្រឿងឯណោះដែលមិនបានចុះបញ្ជីសូមការអនុញ្ញាតហោះកាត់ទេបើសិនជាសូមការអនុញ្ញាតហោះកាត់ហើយជាអូទ្រីសមិនអនុញ្ញាតឲ្យទេបាទដល់ពេលអញ្ចឹងទៅធ្វើអីមិនបានមានតែថតរូបនោះគឺដូចតែខ្ញុំបានបង្ហាញវិញគឺថតរូបអញ្ចឹងមករូបនេះរូបឯកសារដែលគេបានបង្ហាញណាបាទថតរូបអញ្ចឹងហើយយកមកទុកជាឯកសារនិយាយទៅបាទគឺការដែលខាងសហរដ្ឋអាមេរិកបាទធ្វើដូច្នេះបើតាមគេដឹងគឺដោយសារតែពេលហ្នឹងគឺសហរដ្ឋអាមេរិកគឺកំពុងតែមានការរៀបចំកម្លាំងក្នុងការបើកប្រតិបត្តិការប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោកសាដាមហ៊ូសេនបាទពេលហ្នឹងគឺមានការដំឡើងកងកម្លាំងជើងគោកជើងអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាណាបាទនៅតំបន់ឈូងសមុទ្រប៉ែកបាទហើយដោយសារតែយន្តហោះប្រភេទ F117A ហ្នឹងវាអាចហោះបានរយៈពេលចម្ងាយជិតអញ្ចឹងដូចជាហោះតាមផ្លូវធម្មតាទៅមកដល់កន្លែងហ្នឹងបាទគឺនឹងអស់សាំងច្រើនអាចមិនដល់អញ្ចឹងទៅបាទអញ្ចឹងទៅលេងផ្លូវកាត់ហ្នឹងគឺសុំតែហោះឆ្លងកាត់យន្តហោះដឹកទំនិញទេប៉ុន្តែលួចដាក់អមយន្តហោះហ្នឹងបើកអមសងខាងចំនួន2គ្រឿងយកទៅបាទប៉ុន្តែអត្ថបទនេះមិនបានបង្ហាញឲ្យឃើញថាតើវាទៅជាទំនាស់ការទូតយ៉ាងម៉េចមិនបាននិយាយដែរឬជួនកាលអាចក្នុងយោធាមានការដោះស្រាយគ្នាយ៉ាងម៉េចគាត់ថាអត្ថបទនេះគ្រាន់តែចង់ចែករំលែកឲ្យប្រិយមិត្តឲ្យដឹងថាគឺសហរដ្ឋអាមេរិកខាងកងកម្លាំងដែនអាកាសរបស់សហរដ្ឋអាមេរិកធ្លាប់បានប្រើតាក់ទិកនេះបាទហោះពីលើដែនអាកាសរបស់ប្រទេសអូទ្រីសកាលពីឆ្នាំ2002ហើយប្រហែលខែក្រោយមកគឺក្រោយពីរឿងនឹងកើតឡើងគឺ5ខែក្រោយមកក៏មានប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ីរ៉ាក់ដែលផ្ដួលរំលំរបបលោកសាដាមហ៊ូសេនក៏ប៉ុន្តែគេមិនដឹងច្បាស់ថាតើយន្តហោះដែលបានហោះកាត់នោះគឺបានចូលរួមនៅក្នុងប្រតិបត្តិការនៃការវាយប្រហារទៅលើប្រទេសអ៊ីរ៉ាក់ដែរឬយ៉ាងណានោះទេបាទអញ្ចឹងដូច្នេះនេះគឺជាចំណេះដឹងមួយទៀតណាចែករំលែកឲ្យប្រិយមិត្តបានដឹងអំពីតាក់ទិកយោធាអញ្ចឹងហើយបានខ្ញុំតែងតែនិយាយប្រាប់ប្រិយមិត្តថាពេលខ្លះការសម្ងាត់យោធាគេមិននិយាយអត់ទេគេសូម្បីតែប្រទេសសម្ព័ន្ធមិត្តសូមច្បាប់គេហោះដឹកយន្តហោះដឹកទំនិញយោធាទេសម្ភារៈយោធាប៉ុន្តែលួចដាក់អមយន្តហោះចម្បាំងប្រភេទបំបាំងកាយ2គ្រឿងហោះអមយឺតនៅកន្លែងហ្នឹងដែរបាទដើម្បីកុំឲ្យមានបញ្ហាបាទអញ្ចឹងពេលខ្លះរឿងអាត់កំបាំងយោធាការសម្ងាត់កងទ័ពអីហ្នឹងកុំជីកគេស៊ូគេមិនឲ្យយើងដឹងពេកទៅពេលខ្លះវាមិនល្អចំពោះយើងវិញឬក៏បើដឹងហើយកុំយកមកនិយាយទៅពីតាមបណ្ដាញសង្គមអីសរសេរប្រហោះដូចយើងចង់បង្ហាញចង់អួតគេថាខ្ញុំចេះដឹងខ្ញុំអីហ្នឹងកុំឲ្យសោះខ្ញុំហាមទៀតបាទអញ្ចឹងអរគុណប្រិយមិត្តណាអរគុណប្រិយមិត្តច្រើន